សនិកជនទៅតែតាមដានបទភ្លេងដកស្រង់ក្នុងបទកថាអាស្រ័យបណ្ដាសិប្បករនៅភូមិព្រែកផ្ដៅឃុំយិនវ៉ាហ្វូស្រុកជោឋានខេត្តគៀងយ៉ាងប្រគំបទកថាជាមួយឃ្លាផ្ដើមប្រគំដោយសំឡេងបៃអស្គរទ្រអ៊ូទ្រសោនិងចាប៉ីម៉ាំងដូលីនបន្តតាមបង្កនៅសូរសៀងអណ្ដែតត្រសែតសប្បាយរីករាយដើម្បីប្រគំបណ្ដាបទភ្លេងពិរោះដូចនេះគឺក្រុមភ្លេងនីមួយៗត្រូវតែមានអ្នកយល់ច្បាស់និងសម្ដែងបានច្រើនឧបករណ៍ភ្លេងក្នុងនីតិសិល្បករនិងអភិវឌ្ឍវប្បធម៌លើកនេះយើងនឹងរួមគ្នាជួបជាមួយសិប្បករយ៉ាងញឿងជាអ្នកសម្ដែងយ៉ាងថ្និតបណ្ដាឧបករណ៍ភ្លេងប្រពៃណីដូចជាបៃអបៃពកទ្រអ៊ូទ្រសោស្គរជាដើមចាជំរាបសួរសិប្បករយ៉ាងញឿងចាបទភ្លេងអំបញ្ញមីងនេះអាចប្រគំក្នុងឱកាសណាដែរចាភ្លេងកឋិននេះពីដើមខ្ញុំរៀនពីឪពុកខ្ញុំគាត់ថាសម្រាប់ដល់ទៅលេងគឺស្រុកណាក់ស្រុកភូមិគេមហាកឋិនយើងត្រូវតែលេងបាត់ហ្នឹងលេងទៅដូចសบายពើចិត្តក្នុងឯងខ្លួនយើងហ្នឹងអើយតែរលល្ងាចសុខសាន្តនៅភូមិព្រែកផ្ដៅបងប្អូនតែងតែបានស្ដាប់សំឡេងបៃអបន្លឺឡើងយ៉ាងខ្ពស់ត្រដែតបណ្ដាសំឡេងជួនលឺសូរក្រលួចជួនលឺសូរលន់លង់លន់លយយ៉ាងជិតស្និទ្ធនេះរំលឹកនៅអនុស្សាវរីយ៍ដើមយ៉ាងច្រើនមុននេះ40ឆ្នាំពេលទៅចាប់ផ្ដើមជិតដិតជាមួយភ្លេងប្រពៃណីយ៉ាងយើងបានឪពុកបង្កើតរបស់ខ្លួនណែនាំផ្លុំបៃអទោះជាបៃអជាប្រភេទឧបករណ៍ភ្លេងយ៉ាងពិបាករៀនក្តីប៉ុន្តែអាស្រ័យមានទេពកោសល្យម្ល៉េះហើយយ៉ាងយើងរៀនបានយ៉ាងឆាប់គាត់ព្យាយាមហាត់ពុតដើម្បីស័ក្តិសមជាអ្នកបន្តវងត្រកូលគ្រួសារមានប្រពៃណី3ជំនាន់ផ្លុំបៃអហ្នឹងlà trang 100អាហ្នឹង3ម្ដងហើយដល់ឡាក់ខ្ញុំទៀត3ម្ដងខ្ញុំដាច់ខាត់មិនអោយបាត់ហើយប្រាប់អូនៗក៏ថាយើងលេងចាយើងនាំគ្នាលេងបន្តទៅកុំអោយដាច់អានេះភ្លេងចិត្តខ្មែររបស់យើងអានេះបុរាណហ្នឹងហើយដល់ខ្ញុំជប់ទៅដល់អូនម៉ែហ្នឹងថាសាងឲ្យគេការពើអារឿងខាងក្រុមភ្លេងវិញកាន់កាប់ខាងភ្លេងវិញបាត់អីគេដូចថាគេរៀនអាហ្នឹងទៅគាត់ឃើញគាត់ចង់លេងបាននេះដែរហើយបៃពកគាត់អញ្ចឹងដែរតែលេងភ្លេងហ្នឹងខ្ញុំលេងមកតាំងពីឆ្នាំហ្នឹងទេគិតទៅ30ឆ្នាំបាទហើយមកពីមុនហ្នឹងថាជាហាងភ្លេងល្ខោនអញ្ចឹងហ្នឹងភ្លេងល្ខោនហ្នឹងហើយដល់ក្រោយអស់រយៈមកហ្នឹងបានឃើញពញឿនហ្នឹងគាត់លេងភ្លេងខ្មែរហ្នឹងប្រុសពេកអីមកជាមួយគាត់ហ្នឹងគាត់កាជួយមហាត់រៀនអីយ៉ាងចឹងហើយបានខ្ញុំលេងភ្លេងខ្មែរហ្នឹងរហូតដល់ឡើងហ្នឹងបាទខ្ញុំចូលរួមភ្លេងតន្ត្រីខ្មែរហ្នឹងជាង10ឆ្នាំមកហើយក៏ប៉ុន្តែដោយឧបករណ៍ហ្នឹងខ្ញុំចូលលេងដោយសារថាមើលគ្រូញឿងហ្នឹងកាត់ណាដើរបង្កកាត់រីកហើយខ្ញុំចូលចិត្តខាងភ្លេងខ្មែរហ្នឹងតន្ត្រីខ្មែរហ្នឹងហើយបានខ្ញុំស្ម័គ្រចិត្តចូលមករីកទៅលេងបនលេងតើនអីទៅឯណាកាត់ងាវទៅដែរបៃពួកនិងបៃអសុទ្ធតែជាឧបករណ៍ភ្លេងចំណុះក្រុមផ្លុំខ្យល់ប៉ុន្តែបៃពួកពុំអាចទុកសម្រាប់ប្រគំបទភ្លេងបានទេសម្រាប់ផ្លុំតែឯងឬផ្លុំបន្ទោជាមួយចាប៉ីខ្សែ3ប៉ុណ្ណោះតាមបណ្ដាសិប្បករចំណេះឲ្យដឹងបៃពួកសម្រាប់ផ្លុំក្នុងពិធីសែនអារក្សឥឡូវបងប្អូនលេងចាត់តាំងបណ្ដាពិធីដូចនេះទៀតហើយដើម្បីឲ្យជំនាន់យុវវ័យយល់អំពីដើមប្រភពរបស់ឧបករណ៍ភ្លេងនេះសិប្បករយ៉ាងយើងតែងតែយកចេញផ្លុំហើយប្រហែលនេះក៏ជាវិធីដែលសិប្បករយ៉ាងយើងចង់ផ្ញើនៅមនោសញ្ចេតនារបស់ខ្លួនអំពីភ្លេងប្រពៃណីដល់ជំនាន់យុវវ័យដែរ ច
បទភ្លេងបាញ់មិញនេះគឺគេហៅបទសរិនបទសរិនហ្នឹងលេងសម្រាប់មនុស្សគេមានជំងឺយើងផ្លុំបទហ្នឹងទៅដូចយើងបំពេរួមលោមខ្មោចប្រែណោះว่าចាញ់ទៅសន្តានមនុស្សនោះស្លាក់សានរៀនកងបាក់ណាស់បៃពកកងបាក់បៃអកងបាក់ណានោះរៀនយកចលបើករន់ហ្នឹងទៅហើយយកចលឲ្យកានចលចាប់ផាក់ភើតមកទៀតផ្លុំអត់បានទេបៃអតែអញ្ចឹងបៃពកតែអញ្ចឹងដល់ផ្លុំយើងដកចលអត់ស្មើផ្លុំអត់បានទៅរស់បានខ្លាយជាទម្លាប់ហើយរាល់សប្តាហ៍បណ្ដាសិប្បករសុទ្ធតែណាត់គ្នាមួយពេលដើម្បីរួមប្រគំបណ្ដាបទភ្លេងថ្មីក្នុងពេលប្រគំភ្លេងដូចនេះម្ដងសមាជិកទាំងអស់មានឱកាសស្វែងយល់និងរៀនសូត្របន្ថែមពីប្រធានក្រុមយ៉ាងញឿងអំពីបទពិសោធន៍កូតត្រួវេស្គរផ្លុំប៉ីនិងដេញភ្លេងរបៀបណាឲ្យត្រូវខ្ទង់ស៊ីចង្វាក់ពេលជួបជុំម្ដងសិប្បករយ៉ាងយឿងក៏ច្រើនតែរំលឹកនៅអនុស្សាវរីយ៍ពេលគាត់ចាប់ផ្ដើមស្វែងយល់និងហាត់របៀបលេងភ្លេងតាមបទពិសោធន៍របស់ខ្លួនគាត់តែងតែរំលឹកជាមួយអ្នកផងគឺសិប្បករណាក៏ត្រូវតែឆ្លងកាត់ការសាឡបងច្រើនដែរហើយត្រូវតែព្យាយាមផងទើបបានសម្រេចជោគជ័យដើមយើងចាប់ពងអត់ដែរដល់យើងចាប់យូរដល់ពងnóអស់ពងអត់បានមកដល់ឲ្យខ្សែរឹងដល់យើងចាប់មិនមកពងដែរហើយយើងដាញ់រៀនដាញ់រោហើយយើងរៀនចាប់ពើណាដាញ់ពើនោះប៉ិនដាញ់ធ្វើម៉េចបានលេងមូលចំបៃមកទលីហ្នឹងដោយសារលេងបានគ្រប់បែបយ៉ាងចំនួនតខេកងបានluônហើយខឹមបានluônបានហេតុនេះបានខ្ញុំប្រើចំបៃហ្នឹងចំលេងវលីសូទៅដូចអំភើដូចពីរោះបើវត្តដូចតាដែលខឹមដែរពេលដែលអ្នកភ្លេងរបស់ក្រុមរវល់កាំងគេស្រែចំការពុំអាចជួបជុំគ្នាបានពូយ៉ាងញឿងនិងបងយ៉ាងម៉ែវតែងតែរួមគ្នាគត់ត្រួអ៊ូនិងត្រួសោតាមសម្ដីរបស់សិប្បករយ៉ាងញឿងគឺពីមុននេះជីតានិងឪពុកខ្លួនរក្សាវិធីនេះសម្រាប់ណែនាំឲ្យជំនាន់ក្រោយសិប្បករយ៉ាងញឿងសង្ឃឹមថាបណ្ដាចង្វាក់សាមញ្ញដែលគាត់សម្ដែងជារឿយៗនេះនឹងស៊ីជម្រៅក្នុងអារម្មណ៍នៃបណ្ដាទស្សនិកជនវ័យក្មេងបៃអនិងឧបករណ៍ភ្លេង5គ្រឿងទៀតសិប្បករយ៉ាងយឿងនិងបណ្ដាសមាជិកក្នុងក្រុមភ្លេងអាចប្រគំភ្លេងប្រពៃណីបានរាប់រយបទអាយុ65ឆ្នាំក្តីប៉ុន្តែគាត់នៅរក្សាបានពេញខ្យល់អាចផ្លុំបានច្រើនបទជាបន្តបន្ទាប់ក្នុងរយៈ1ម៉ោង2ម៉ោងប្រហែលជាទឹកចិត្តស្នេហាសិល្បៈជាកម្លាំងផ្សារភ្ជាប់ពូយឿងជាមួយប្រភេទភ្លេងប្រពៃណីនេះបច្ចុប្បន្នក្រៅពីការទៅសម្ដែងជាមួយក្រុមភ្លេងនេះគាត់នៅចូលរួមជំនួយរាប់សិបក្រុមភ្លេងផ្សេងៗទៀតក្នុងខេត្តគៀងយ៉ាងចែករំលែកបទពិសោធន៍អំពីរបៀបសម្ដែងឧបករណ៍ភ្លេងការរួមចំណែកជាក់ស្ដែងរបស់សិប្បករយ៉ាងយឿងប្រកាសជានឹងជួយឲ្យតួតន្ត្រីប្រពៃណីកាន់តែរីកចម្រើនឡើង